ទិញអីវ៉ាន់នៅប្រទេសជប៉ុននោះកុំភ្លេចដកពន្ធផងព្រោះកន្លែងខ្លះអត់មានផ្លាក tax free ទេប៉ុន្តែយើងអាចនៅតែអាចដកលុយពន្ធបានមិនត្រឹមតែដកលុយពន្ធបាននេះចាប់រង្វាន់បានទៀតនៅប្រទេសជប៉ុនតែចាប់បាន0ទេហើយយប់ឡើងនៅតាមផ្លូវក៏គេមានលេងភ្លេងហើយគេ live TikTok អីដែរ TikTok នេះនៅស្រុកគេអាច live បាននៅស្រុកខ្មែរយើង live បានទេអញ្ចឹងខ្ញុំមកប្រាប់ពីរបៀបដកលុយពន្ធពេលយើងទិញនៅក្នុងផ្សារទំនើបដែលទៅហ្នឹងបងខ្ញុំទិញ sunscreen Clear the Pole នឹងច្រើនមានគេផ្ញើគាត់ទិញរបស់ជប៉ុនហ្នឹងអញ្ចឹងក៏អាចដកលុយពន្ធបានដែរអញ្ចឹងពេលចូលដល់កន្លែងដកលុយពន្ធហ្នឹងគេសួរយើងអីវ៉ាន់យើងថ្មីអត់ទាន់ដកហើយបើយើងប្រើ Visa card ត្រូវតែដូចជាមួយនឹង passport ដែលយើងយកទៅដើម្បីដកលុយពន្ធហើយគេដកលុយឲ្យយើងភ្លាមនៅលើសារហ្នឹងហ្មងឯងយើងទៅរក tax refund អញ្ចឹងទៅងាយស្រួលឯងហើយខ្ញុំចាប់រង្វាន់ទៀត5ដងគឺគ្មានបានអីទាំងអស់ហើយក៏ខ្ញុំចេញពីកន្លែងដើរទិញអីវ៉ាន់ទៅខ្ញុំមកទិញថ្មកាមេរ៉ានៅឯក្មួយខ្ញុំគាត់ត្រូវការថ្មកាមេរ៉ាដើររកទិញអត់បានទេតែនៅជប៉ុននេះមានថ្មកាមេរ៉ា Canon ណាហើយក៏យើងដើរតាមផ្លូវនៅម្ដុំស៊ីនជូគុstation ដែលធំនៅស៊ីនជូគុហ្នឹងណាគេទៅជប៉ុនគេដឹងទៅម្ដុំហ្នឹងស៊ីនជូគុហ្នឹងហើយយើងក៏ដើរតាមផ្លូវមើលគេមើលឯងទៅដល់ចង់ទៅដងគីនៅម្ដុំហ្នឹងមានដងគីមួយគេបើក24ម៉ោងចូលទៅទិញអីវ៉ាន់នៅហ្នឹងហើយតាមផ្លូវគេធំស្រួលដើរហើយយើងទៅកាខែ4ចូលឆ្នាំខ្មែរហ្នឹងអាកាសធាតុល្អអត់សូវត្រជាក់ល្មមមកយើងអាចដើរបាននេះមកដល់ម្ដុំនេះចង់មកដងគីដោយសារមកជប៉ុនគេមកទិញអីវ៉ាន់នៅដងគីហ្នឹងហើយខ្មែរយើងអត់មានដងគីនៅសិង្ហបុរីនៅអីគេមានដងគីមានតែខ្មែរយើងអត់ទាន់មាន